សួស្តីបងប្អូនហ្នឹងហើយជួបនេះទៀតហើយខានធ្វើវីដេអូយូរបន្តិចហ្នឹងហើយមានតែអត់សូវមានពេលកាត់ហ្នឹងហើយបានថតដែរហើយលុបខ្លះអីខ្លះដែរហ្នឹងហើយអត់សូវមានពេញហើយថ្ងៃនេះធ្វើការប្រកាសពួកព្រៃហ្នឹងហើយនេះមេបាហ្នឹងហើយពួកនេះខ្ញុំដាក់ធៀបវាទៅហ្នឹងហើយធៀបវាមួយថ្ងៃអីទៅជាទូទៅតែប៉ុណ្្នឹងឯងនឹងការដែលយើងប្រកាសហ្នឹងហើយតែនេះប្រកាសពួក Emily ពួកព្រៃអញ្ចឹងយើងវាអត់សូវជាប្រកាសពួកនឹងច្រើនទេយើងប្រកាសទៅប្រភេទពួក beta ច្រើនហ្នឹងហើយអញ្ចឹងពួកនេះយើងប្រកាសលេងសារលបងហើយមើលទៅហ្នឹងហើយយើងដាក់ពីព្រឹកពេលយើងប្រឡែងតែពេលដល់យប់បន្តិចឃើញមានគៀបហើយហ្នឹងហើយបានគៀបច្រើនដែរហ្នឹងហើយសកម្មភាពនេះថតពេលយប់ឃើញពងច្រើនហ្នឹងហើយអានេះប្រភេទព្រៃគេថា Emily ហើយពណ៌វាមានច្រើនដែរពេលទៅចេញមកមានខៀវមានទង់ដែងតិចហ្នឹងហើយយើងក៏ពើមានអីខ្លះដែរនេះយើងចាប់ពេលតែគៀបហើយយើងចាប់ញីចេញទៅហ្នឹងហើយជាធម្មតាសម្រាប់ការបង្កើតហ្នឹងហើយបង្កើតយើងតែសម្រាប់ខ្ញុំពួកព្រៃនេះខ្ញុំមិនសូវជាកាយបង្កើតទេហ្នឹងហើយពួកនេះភាសាអត់សូវជោគជ័យទេហ្នឹងហើយអានេះបានប្រហែលជាប្រកាសហើយបាន2ថ្ងៃបន្ទាប់ពីវាតម្លាក់ពងមកយើងវាអាចនឹងកូនខ្ញុំហើយអញ្ចឹងយើងដកមេបាក់មេទាំងបាទៅយើងដកចេញទាំងហ្នឹងហើយយើងទុកទាំងអស់ក៏បានយើងដកក៏បានហ្នឹងហើយសម្រាប់ពួកព្រៃខ្ញុំអត់សូវច្បាស់ដែរហ្នឹងហើយទុកឬក៏មិនទុកហ្នឹងតែបើសិនជាពួក beta គេទុកក៏បានអត់ក៏បានហ្នឹងហើយពេលខ្លះក៏ខ្ញុំទុកពេលខ្លះក៏ខ្ញុំដកចេញទៅហ្នឹងហើយពួកព្រៃវាប្រហែលជាគ្នាដូចតែគ្នាឯងហ្នឹងហើយវាមិនខុសទេហើយត3-4ថ្ងៃហ្នឹងពេលខ្លះខ្ញុំចាប់ដើមត្រាំផ្ទេទៅធុងធំហ្នឹងហើយអត់សូវទុកវាយូរហ្នឹងហើយទុកយូរពេលយើងបាក់ថែកធន់ទូហ្នឹងហើយតែពេលខ្លះក៏យើងអាចទុកយូរបានហ្នឹងអត់អីទេហ្នឹងសំខាន់ដល់លើយើងថែទឹកវាបានថែទឹកបានយើងទុកវាធំបន្តិចទៅល្អហ្នឹងហើយមួយអាទិត្យអីទៅហ្នឹងហើយពេលខ្លះយើងរវល់ដែរទៅយើងប្រញាប់ប្រឡែងវាបន្តិចទៅហ្នឹងហើយយើងសារលបងដែរព្រោះការប្រឡែងលឿននឹងយឺតវាមិនខុសគ្នាហ្មងទេសំខាន់ដល់យើងថែទឹកថែអីបានល្អវាកូនត្រីវាបានច្រើនហ្នឹងហើយអានេះយើង8ថ្ងៃយើងចាក់ចូលយើងនៅទូឡើយហ្នឹងហើយតែពេលយើងមើលទៅវាតដាក់ដៃទៅឃើញទូហ្នឹងហើយនៅច្រើននឹងអត់បញ្ហាអានេះចូលប្រហែលជាមួយអាទិត្យជាងនេះហ្នឹងហើយរត់ពេញហ្នឹងតែវានៅទូយើងបាក់មើលហ្នឹងហើយទូឡើយអាទិត្យជាងហើយអានេះវិញអាចនឹងចូលដល់2អាទិត្យដែរហ្នឹងហើយពេលច្រើន2-3អាទិត្យឯងខ្ញុំថតម្ដងហ្នឹងហើយអានេះប្រហែលជា2អាទិត្យទំហំវាប៉ុណ្ណឹង2អាទិត្យហ្នឹងឯងហ្នឹងហើយតែពួកព្រៃវាយូរក្នុងការធំហ្នឹងហើយពួកត្រីខំអីយូរមិនដូច beta លឿនអានេះវាចូលបន្តពីអាហ្នឹងមកដូចជាចូលមួយខែជាងចូល5អាទិត្យអីហ្នឹងថ្ងៃខ្ញុំបាយវាខ្លះហ្នឹងហើយបាយវាខ្លះមកទេពាក់កណ្ដាលហ្នឹងហើយអត់ឲ្យវានៅច្រើនពេកវាក្រធំហ្នឹងហើយធុងស្នោយើងទូចណាស់យើងអត់សូវដាក់ធុងស្នោធំទេធំប៉ុណ្នេះអីបើដាក់មកសបកកូនច្រើនចោលហើយតើរួចហ្នឹងហើយលូតអត់រួចហ្នឹងហើយថែដល់មិនស្រួលអត់បានដិតដល់ហ្នឹងងាប់កូនត្រីអស់ហ្នឹងហើយវាខូចទឹកលឿនហ្នឹងហើយបើយើងយកមកម្លែងចេះធំលឿនការថែទឹកយើងបានល្អជាងកូនត្រីច្រើនណាហ្នឹងច្រើនពេកវាបានរស់នៅចឹងខ្ញុំមកម្លែងវាពាក់កណ្ដាលយកមកទុកហ្នឹងហើយពីធុងហ្នឹងហើយសម្រាប់មួយនេះវិញវាធំហើយចូល 4-5 ខែហ្នឹងហើយត្រូវតែខ្ញុំបំបីវាខ្លះដែរហ្នឹងហើយក្នុងសង្គមយើងចាប់អានេះត្រូវចាប់ចេញមក1-2រហូតដែរអានេះយើងធំឡើងស្មើគ្នាទៅយើងក៏ចាប់ដើមដួសមកទៅហ្នឹងហើយបំបីម្ដងយើងច្រើនដែរមិនច្រើនម៉ានអាច10គ្រាប់ហ្នឹងខ្ញុំព្រោះថាគាត់ត្រូវហើយអាណាអត់ត្រូវចាក់ចូលវិញអស់ហើយហ្នឹងហើយព្រោះអត់មានកន្លែងយើងក្រមដាក់វាច្រើនទេហ្នឹងហើយសម្រាប់ពួកនោះវាមិនអាចក្រមដល់នឹងអស់ហ្នឹងអាណាដែលយើងរៀងពេញសាច់យើងរើសវាមកក្រមទៅហ្នឹងចូលចង់អឹមអីដែរហ្នឹងខ្លះអឹមខ្លះអេសហ្នឹងហើយរើសយកមកតែអ្វីដែលខ្ញុំចាប់បានក្រមច្រើនហ្នឹងវាចូល10ក្បាលជាងអីហ្នឹងប្រហែលជា2ដងអីហ្នឹងហើយបន្ទាប់ពីខ្ញុំចាប់ហើយតមួយខែមិនដល់មួយខែតែកន្លះខែទៀតនេះត្រូវហ្នឹងខ្ញុំចាប់8ភាសាទៀតហ្នឹង
នេះបែកក្រុងធម្មតាទៅហ្នឹងហើយអ្វីដែលយើងចង់ឲ្យនេះវាធំស្រាប់បើវាយើងចង់ឲ្យវាធំលឿនជាងហ្នឹងឬក៏យើងចាប់ត្រឹមខ្សែទូចអីយើងអាចនឹងដាក់ក្រុងធំទៅ5ពួក2លីត្រហ្នឹងហើយ2លីត្រ2លីត្រអត់ទេស្លំ5លីត្រក្រុង5លីត្រខ្លាំងអានេះ1លីត្រកន្លះ1លីត្រកន្លះវាធម្មតាបើហ្នឹងហើយបើសិនជាយើងបែកនេះយើងចាប់ដើមយើងដាក់ក្រុង1លីត្រកន្លះក៏វានៅធំដែរបើសិនជាករណីកូនត្រូវយើងទូចហ្នឹងតែប្រើពេល1ខែ2ខែដែរណាបានវាឡើងទៅលឿនតែយើងដូរទឹកញាប់បន្តិចអត់ដូរទឹកញាប់អត់ឡើងទេហ្នឹងហើយតែបើអត់មានកន្លែងយើងដូរទឹកញាប់ដាក់ក្រុងទូចហ្នឹងហើយតែបើមានកន្លែងដាក់ក្រុងធំទៅហ្នឹងហើយរីកបានលឿនហ្នឹងហើយកាន់តែធំកាន់តែលឿនពួកនេះតែសម្រាប់នេះវាយើងត្រូវស្រាប់ហើយខ្ញុំបែកហ្នឹងចឹងក៏ដាក់ក្រុងប៉ុណ្ណឹងឲ្យវាថែ form វាតិចបានហ្នឹងហើយពួកនេះចេញមកមានខៀវមានរាងលឿងរាងកុបលហ្នឹងហើយមានពីរបីពណ៌ដែរហ្នឹងហើយនិយាយទៅសានមួយយ៉ាងយើងចំលេងខ្លះហ្នឹងហើយបានផលមកយើងលក់ខ្លះដែរហ្នឹងមិនអត់ទេហ្នឹងហើយលក់ខ្លះហើយបានផលមកប្លែកហ្នឹងហើយសុបាយភ្នែកនិយាយទៅកំសាន្តអារម្មណ៍យើងបានច្រើនដែរហ្នឹងហើយវាហត់ដែរតែក៏សុបាយមួយយ៉ាងហ្នឹងបែបមួយយ៉ាងទៅហ្នឹងសុបាយបែបរវល់តែអត់អីទេយើងសប្បាយពេលយើងលេងវាទៅវាហ្នឹងវា relax ទៅយើងមិនបានដើរដែរលេងបានហ្នឹងវាឃើញវាដូចមានអារម្មណ៍ហ្នឹងអារម្មណ៍សម្រាប់យើងអ្នកស្រឡាញ់ហ្នឹងហើយមើលអ្នកអត់ស្រឡាញ់យើងអត់ដឹងថាម៉េចទេតែសម្រាប់យើងបានមកស្អាតហ្នឹងហើយប្លែកហ្នឹងចេញមកប៉ុណ្ណឹងអស់ចិត្តហ្នឹងហើយអត់អីបងប្អូនហើយមានតែប៉ុណ្្នឹងឯនេះពួកអត់តែយើងក្រោមហើយហ្នឹងហើយក្រោមហើយឡើងដាក់កែវថតផុសលក់ខ្លះអីខ្លះសមហ្នឹងយើងធ្វើវីដេអូធ្វើអីសម្រាប់ចែកចាយគ្នាមើលលេងហ្នឹងហើយកំសាន្តពួកនេះខំក្នុងសបុកហ្នឹងហើយខំក្នុងសបុកយើងបាយបានតិចជារៀងដាច់ទីអស់ហើយនេះសិតកម្ពុជាពួកនេះដាក់ដំសួនខំលឿនណាពួកនេះលឿនជាងបេតាដាក់មកអត់សូវអានេះដាក់ទៅមកផ្លេតនោះផ្លេចខ្លួននេះតិចអស់ហើយហ្នឹងហើយហ្នឹងហើយបងប្អូនហ្នឹងហើយមានតែប៉ុណ្្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាហ្នឹងហើយសុខសប្បាយដល់គ្នាហ្នឹងហើយផែព្យាយាមមានវីដេអូកាត់តិចបានអាចមានវីដេអូផុសបានច្រើនហ្នឹងហើយបច្ចុប្បន្នអត់សូវមានវីដេអូដែរតែចេះរវល់ទៅយើងចេះតែផ្លិចទៅសឡំលុបទៀតអញ្ចឹងទៅបរោយវីដេអូខ្លះក៏ស្រាប់កាត់ហើយបាត់អស់ខ្លះអញ្ចឹងក៏យើងចោលវាទៅហ្នឹងហើយចោលអស់ច្រើនវីដេអូដែរហ្នឹងហើយអូខេណាអរគុណច្រើនបងប្អូនហ្នឹងហើយបាយជួបគ្នាពេលក្រោយទៀតហ្នឹងហើយជំរាបលាទាំងអស់គ្នាណា